បងប្អូនមានចាំបាននិស្សិតកូរ៉េអាយុ22ឆ្នាំដែលមកធ្វើការនៅខ្មែរហើយត្រូវគេធ្វើទរណកម្មដល់ស្លាប់ឯនិស្សិតកូរ៉េហ្នឹងគឺវាចាញ់បោកមេខ្យល់កូរ៉េមកធ្វើការនៅខ្មែរគឺធ្វើការឲ្យជនជាតិចិននេះតែកាយជនជាតិចិននេះប៉ុន្តែចុងក្រោយក៏គាត់ស្លាប់ដោយគេធ្វើទរណកម្មអញ្ចឹងហើយអង្ការនោះល្បីខ្លាំងហើយដែលល្បីជាងគេគឺកាសែតថៃហ្នឹងកាសែតថៃភាសាអង់គ្លេសវាមិនចុះតិចក្រុមហ៊ុនសរសេរច្រំដែរអំពីបញ្ហាហ្នឹងរហូតដល់ទូរទស្សន៍របស់កូរ៉េទូរទស្សន៍ SBS KBS របស់កូរ៉េអញ្ចឹងចុះផ្សាយពីព័ត៌មានហ្នឹងច្រំដែរហើយខ្ញុំឃើញប្រជាជនកូរ៉េខ្ញុំក៏សង្កេតថាគឺចាប់ផ្ដើមបង្ហាញអារម្មណ៍ស្អប់ខ្មែរយើងខ្លាំងឡើងគឺចាប់ផ្ដើមពីគ្រានឹងឯងមកគឺកក្រឹកកក្រែបងប្អូនកាលនោះចាំបានទេរហូតដល់ជនជាតិកូរ៉េដែលរស់នៅខ្មែរយើងនេះដែលនៅខ្មែរយើងនេះដែលក៏ដឹងតែខ្មែរយើងសុវត្ថិភាពទេជនជាតិកូរ៉េនៅខ្មែរយើងក៏នៅយូរក៏ដឹងតែខ្មែរយើងសុវត្ថិភាពទេក៏ធ្វើជាវីដេអូដើម្បីការពារខ្មែរយើងហើយក៏ធ្វើជាវីដេអូហ្នឹងត្រូវកាសែតថៃកាក់ទៀតកាសែតថៃកាក់ហើយយកទៅផុសថានេះជាវីដេអូ AI ទេអាគ្នាកូរ៉េនៅខ្មែរយើងខំនិយាយថាខ្មែរយើងល្អហ្នឹងត្រូវថៃយកទៅនិយាយថានេះជា AI ទេគឺវាព្យាយាមកុហកគឺវាធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីលៀបពណ៌ខ្មែរយើងដើម្បីចំបលិចខ្មែរយើងអាហ្នឹងថៃហើយកសែតវាមានច្រើនបងប្អូនខ្ញុំនិយាយដែរមានច្រើនកសែតភាសាអង់គ្លេសវាគឺវាចាំសរសេរទៅលើកមុខប្រជាជនវាប្រទេសថៃហ្នឹងហើយពិបាកមុខខ្មែរយើងរហូតដល់កូរ៉េស្អប់យើងពិតប្រាកដគឺដោយសារកសែតថៃហ្នឹងឯងជាអ្នកជំរុញអញ្ចឹងណាអូខេឥឡូវរឿងហ្នឹងតមកទៀតបងប្អូនដឹងទេអាមេដែលយកជនជាតិកូរ៉េមកធ្វើការតាមនៅខ្មែរហើយធ្វើទរណកម្មរហូតដល់ស្លាប់អាមេហ្នឹងជនជាតិចិនហ្នឹងគឺចាប់បាននៅប៉ាតាយាហើយរឿងរ៉ាវហ្នឹងមិនមែនចុះដោយសារកសែតខ្មែរទេគឺសារព័ត៌មានសិង្ហបុរីចុះខ្ញុំដាក់លៀងឲ្យបងប្អូន share ខ្ញុំ screenshot ឲ្យបងប្អូន share ហើយបងប្អូនចាប់ដើម share ហ្នឹង share ឲ្យច្រើនអាជនចិត្តថោកហ្នឹងនិយាយរំទៅថៃគឺវាមានក្រុមការងារវាកុហកហើយកុហកទៀតកុហកហើយកុហកទៀតកុហកហើយកុហកទៀតកុហកទៅពិភពលោកជឿថាវាល្អជឿថាអ្នកដតីដែលវានិយាយហ្នឹងគឺអាក្រក់អញ្ចឹងកុហកទៅពិភពលោកជឿអញ្ចឹងការងាររបស់យើងគឺយើងត្រូវតែនិយាយការពិតហើយការពិតទៀតការពិតហើយការពិតទៀតនិយាយទៅឲ្យគេជឿដែរគឺយើងសភាវៈរបស់យើងគឺត្រូវតែប្រឆាំងជាមួយសភាវៈអាក្រក់របស់ថៃហ្នឹងហ្មងបងប្អូនចាំ share វីដេអូហ្នឹង